Some reason look more lean kind of fame up from with when getting my record with all that on budget final that look man that now ចំពោះបច្ចេកមួយហ្នឹងគឺយើងបានផលទៅលើភាសា Python ឥឡូវយើងចូលទៅកាន់ demo code របស់យើងគឺពេលយើងទៅពេលដែលយើងបានចូលមកដល់កន្លែងនេះគឺយើងមានទៅលើ home shop category ហើយនឹង contact ក៏យើងអាច check វាបានដែរចំពោះ home វិញគឺយើងតំព័ន្ធដំបូងគឺយើងបានឃើញproduct មួយចំនួនដូចជាកន្លែងនេះហើយបន្តមកកន្លែងនេះក៏យើងអាចចុចទៅលើប៊ូតុង shop និង collection នៅពេលដែលយើងចុចទៅវានឹងចូលទៅកាន់product របស់យើងដែលយើងឃើញទាំងអស់ចឹងណាហើយកន្លែងនេះក៏យើងអាចចុចបានដែរហើយចំពោះកន្លែងនេះគឺជាការកន្លែងដែល login email ឬ password ហើយចំពោះកន្លែងនេះគឺយើងនិយាយទៅលើនៅពេលដែលភ្ញៀវគាត់បានដូចជានៅពេលដែលភ្ញៀវចង់ add product យើងទៅ cart គឺយើងនៅពេលដែល add ហើយគឺយើងទៅកន្លែងនេះគឺយើងឃើញចំនួនទឹកលុយផងដែរហើយកន្លែងហ្នឹងគឺយើងអាចចុចលុបបានដែរអញ្ចឹងនៅពេលដែលយើងលុបហើយគឺមានប៉ុណ្ណឹងឥឡូវយើងចូលទៅកាន់ការមើល product all របស់យើងនៅពេលដែលយើងចូលមកកាន់ product all វានឹងឃើញ product យើងទាំងអស់នៅកន្លែងហ្នឹងចឹងណាហើយដល់កន្លែងនេះក៏យើងមានទៅលើ home tag us អីចឹងក៏យើងអាចចេញទៅលើវាបានដែរចឹងណាហើយបន្តមកកន្លែងនេះគឺជា my account ដល់ពេលដែលយើងចុចទៅវាចូលទៅលើ my account របស់យើងហើយចំពោះកន្លែងនេះខ្ញុំអត់តមានlogin ចូល account របស់ខ្ញុំទេអញ្ចឹងវានឹងអត់ទាន់មាន account អញ្ចឹងណាហើយដល់ពេលកន្លែងនេះគឺ order tracking សម្រាប់តាមដានព័ត៌មានឬក៏ return and exchange សម្រាប់លុបឬក៏បដូរទៅលើអីវ៉ាន់របស់យើងចឹងឥឡូវយើងចូលមកដល់កន្លែងនេះនៅពេលដែលយើងចុចទៅលើ product ណាមួយក៏វាអាចទៅមើលលើការ detail នៃ product របស់យើងគឺមានឈ្មោះអ្វីឬក៏តម្លៃប្រមាណនេះក៏យើងអាចចុចទិញបានដែរចឹងណាហើយដល់ពេលដែលយើងចុចទិញទៅក៏យើងចុចកន្លែង add to cart នេះហើយក្នុងតំព័ន្ធនេះគឺយើងមានដូចតំព័ន្ធនោះដែរក៏យើងមាន home page shopping all category ចឹងទៅហើយដល់ពេលនៅកន្លែងនេះដល់ពេលដែលយើងចុចយើងអាចចុចដកបានដែរអញ្ចឹងហើយយើងធ្វើការសាក add វាចូល add to cart ចឹងណាចឹងដល់ពេលដែលយើង add to cart យើងឃើញ product របស់យើងហើយដល់ពេលដែលយើងចង់ add វាម្ដងទៀតក៏វា load កន្លែងនេះទៅជា3ដែរវាអត់ load ផ្ទួនគ្នាចឹងណាហើយក៏យើងអាចដកវាបូកវាបានដែរចឹងដល់ពេលដែលយើង add វា to cart ហើយយើងចង់ process to checking យើងចុចទៅកន្លែងនេះទៅហើយវាធ្វើការឲ្យយើងហ្នឹង add ទៅលើព័ត៌មានរបស់យើងគឺមានឈ្មោះ last name email ហើយអីគេ street address ហ្នឹងអាសយដ្ឋានរបស់យើងហើយទីក្រុង passcode ដើម្បីធានានៅការដឹកជញ្ជូនអត់ឲ្យខុសចឹងហើយកន្លែងនេះគឺជាកន្លែងបង់លុយសម្រាប់ page របស់យើងគឺយើងធ្វើតម្រូវទៅលើការទិញ online ចឹងយើងត្រូវការដាក់ payment method ចឹងណាហើយដើម្បីឲ្យយើងបំពេញនៅMastercard ឬក៏ថ្ងៃខែ CVC ដែលមាននៅក្នុងកាត Mastercard ឬក៏ Visa card ចឹងទៅក៏យើងអាចចុច order បានដែរចឹងដល់ពេលដែលយើងចុច order វានឹង load ព័ត៌មានហ្នឹងទៅកាន់ Telegram របស់យើងហើយយើងធ្វើការ login មកចឹងនៅពេលដែលយើង login វានឹងឃើញព័ត៌មានរបស់យើងហើយគឺមានឈ្មោះមានaddress មាន payment ចឹងទៅអញ្ចឹងឥឡូវយើងធ្វើចឹងតំព័ន្ធហ្នឹងក៏យើងមានទៅលើការ sign out ដែរដើម្បីឲ្យនៅពេលដែលយើងម្ចាស់ account នេះយើងអាច log in ហើយក៏ log out បានដែរឆ្លៃដូចគ្នានៅពេលដែលយើង log in ទៅវានឹង load សញ្ញាក្រេះឲ្យយើងចឹងណាឥឡូវយើងធ្វើការ add product បន្ថែមទៀតចឹងដើម្បីកុំឲ្យវាមានតែមួយចឹងទៅ yes មានតម្រងម៉ាត់ហ្នឹងអញ្ចឹងដល់យើងធ្វើការ process check out ហើយកន្លែងនេះគឺយើងនៅពេលដែលយើង log in ហើយវានឹងដាក់ព័ត៌មានយើងហើយគឺមានឈ្មោះមាន name មាន email ដើម្បីឲ្យគេតាក់ទងចឹងទៅហើយកន្លែងនេះយើងធ្វើការ add វាមក
យើងចេះដាក់សិនណាដល់ពេលដែលយើង place order ទៅវានឹង load message ប្រាប់យើងឯនេះគឺ message ដែលភ្ញៀវបាន order គឺមានទៅលើដូចជាយើងធ្វើការទៅមើលនេះគឺយើងមានទៅលើកាសវ៉ែនតា2ហើយនឹងអីគេ mini list dash គឺវានឹង load ឲ្យយើងបានដឹងអញ្ចឹងណានៅថ្ងៃខែនៅឈ្មោះនៅemail ហើយណាខ្សែដ្ឋានហើយនឹង credit card សម្រាប់បង់លុយហើយកន្លែងនេះក៏វានិយាយថាitem ដែលភ្ញៀវបានទិញទៅហើយនេះគឺជាកន្លែងសរុបដែលគេបានសរុបទៅលើ3មុខតំណែងហ្នឹងឥឡូវបើខ្ញុំគឺវាមានតែប៉ុណ្ណឹងទេហើយឥឡូវយើងទៅធ្វើការ demo code មួយចំនួនអញ្ចឹងឥឡូវយើងធ្វើការ demo code មួយចំនួនមកកន្លែង demo code កន្លែងនេះកន្លែង static ហ្នឹង static គឺយើងមានទៅលើ CSS ដើម្បីយើងភ្ជាប់ទៅកាន់ front end ដើម្បីឲ្យមានfront end របស់យើងមានស្អាតចឹងណាដើម្បីឲ្យមើលទៅវាតាក់ទាញហើយកន្លែងនេះគឺជា front end របស់ខ្ញុំដែលឃើញជាទម្រង់រូបភាពចឹងទៅវាមានយើងបានបែងចែកទៅលើមាន account card category check out នៅពេលដែលយើង check out success ហើយបន្ទាប់contact យើងមានច្រើនទៀតទៅលើ forget password ឬក៏ index ហើយតាមមក login តាមមកទៀតគឺ product ហើយការ reset password របស់ខ្ញុំហើយចុងក្រោយហ្នឹងគឺខ្ញុំនិយាយទៅលើ back end គឺយើងបានដាក់ទៅលើ app.py ដែលមានន័យថា app.python អញ្ចឹង back end របស់យើងកន្លែងនេះគឺជាការ import OS JSON SQLite ហើយ UUID HTML ដើម្បីស្គាល់ទៅលើការប្រើប្រាស់របស់យើងអញ្ចឹងណាហើយបន្តមកគឺយើងនិយាយទៅលើកន្លែងនេះ category list ហ្នឹងមានន័យថាការស្តុកទុកនៃ JSON របស់ខ្ញុំគឺមានទៅលើ ID name wireless price ហើយនៅ category ផងដែរហើយនេះគឺជា image របស់ខ្ញុំចឹងចំពោះកន្លែងនេះគឺជាការផ្សំទៅលើគឺជា DB របស់ខ្ញុំហើយចំពោះបន្តទៀតគឺយើងនិយាយទៅលើកន្លែងសំខាន់គឺកន្លែងនេះគឺជា route ដែលផ្សំទៅលើ home page product page ហើយនឹងproduct ដែលចាប់តាមរយៈ ID ឬជា product នេះបើសិនជាយើង click ទៅលើ product ហ្នឹងវាគឺចាប់តាមរយៈ ID គឺលេខ1អញ្ចឹងណាហើយដល់ទៅបន្តទៅគឺវាអាចនឹងចាប់តាមរយៈ ID លេខ2អញ្ចឹងទៅហើយកន្លែងនេះគឺជា page category របស់ខ្ញុំដូចកន្លែងនេះយើងបានឃើញហើយគឺមាននេះបបាមួយដែលមានឈ្មោះថា category អញ្ចឹងយើងចុចទៅលើវាទៅវានឹងទៅ page category របស់យើងអញ្ចឹងបន្តទៀតគឺយើងនិយាយទៅលើ card ចឹងតាមរយៈដែលយើងប្រើទៅលើroute app.get card ហ្នឹងគឺយើងចង់ប្រើវាដើម្បីហៅទៅលើ function card ដើម្បីវាដំណើរការអញ្ចឹងនៅពេលដែលយើងចេញទៅលើ card ហ្នឹងវានឹងទៅស្វែងរក cookie ដែលមានឈ្មោះថា card ប្រសិនបើមាន cookie វានឹងផ្ដល់តម្លៃដើមជា text ចឹងណារៀង text ហើយបន្តមកវានឹងបំលែង
viên năng bầm lái tên là này phía so string năng cái chữ cookie là chữ Python dictionary là bây giờ nghe số ai dân tiêu tập ra hai ca phía cầm ai mới cầm ho error hay ở một tiền với ca phía này cầm ai mới cầm ho errorเพราะฉะนั้นมาตั้งแต่ไหนคุกกี้นั่งคอยดูมันแอบบ่มไลจิบเจสันแมนเวียนนังกำหนดแคทคุกกี้นั่งมีกำหนดเวียนนังกำหนดแคทคุกกี้นี้จำนวนวิ่งนำไปกำเอาที่หาตะพอนวิเกียงให้มือเตียนนำไปวิเกียงให้จำปัวแคทมาไอทำนะวิกเจียลีสสำหรับซอตุกตาในให้ตบแมวซับตัวตานั่นคือเชื่อกระไรเดี๋ยวสำหรับสรุปตาในช่างให้เราไปต่อมาเทียบคือยังอยากจะเลือกfor loop จำพวก for loop นะจำพวก for loop นั้นยังตีนยก ID แต่ว่าตาในอะไรนี้นั่นก็ยังเตียนยกตอนไหนปียังเตียนยก ID ระบบตำแหน่งปี product ID เนี่ยนั่งจำนวนเนี่ยเต็ง product ID นี้นั่งจำนวนเนี่ยเต็งนี้เช่นปีคุกกี้มาลองมวยใช่ไหมเราไปทำมาเทียบexcept value error จะประยุกต์พอเวียนำไปลุยใช้ตัวไหนขนมคุกกี้แต่เสียซอยแต่มันเสียเล็กให้จำพวก except value error นั่งยังพอเวียนำไปลุยใช้ตัวไหนคุกกี้แต่เสียซอยแต่มันเสียเล็กจังให้เราไปต่อมาที่ก็ยังใหญ่จะเลย product object เนี่ยก็ยังพอเวียตเลอการสมัยรอบเรามีตำแหน่งจิตตาแบบลิสข้างมาชวนนะยังใหญ่ตเลอproduct list เองคือเชื่อใครแต่ต่อตกตัวไหนช่างผู้ตอบเทียบก็ยังใหญ่ตเลอ if else ยังพอเวียนำไปจะระนี้นำไล่นั่งบันทึกเวียนำไปโชว์ตัวขนมproduct แค่อะไรเนี่ยยังนั่งจะไม่นับไปแต่ยังอะไรนั่งยังก็ยังย่อจำนวนปลายบอสตันไหนนั่งย่อตะโกนนั่งชุดที่วายบันวิจัยจะเยอะสับตัวตาให้สับตัวตาบ่ยังก็ยังได้เวียสมาร์นั่งโซนเช็คโซนนับไปแต่ยังแค่เนี่ยมันคือยังเคยทำลายให้สมาร์นั่งเช็คโซนให้ไปต่อมาเท่ก็ยังใหญ่จะเลอแอปโฮสจังไงก็ยังพอแล้วmà đông năng cái dân dạy viết dân phờ viết làm bay dân phờ viết làm bay สำหรับดำเนินการเงียบบันทึกตำแหน่งโจตะขนองadd to cart ให้ต่อมาโดยปราบวิธีโพสต์ดำไป request เพื่อจะแชร์ตกตำแหน่งไหนตะขนองคุกกี้ตะขนองตามแบบเยอะให้จำพวกเราประกอบวิ่งใหญ่เราแอป .host cat ดำไป cat อัปเดตนั่นคือยังพอเวียนั่งดำไปแต่นั่นเป็นแต่ยังadd product นี่มวยนั่งโชว์ cat ให้นั่นเป็นแต่ product นั่ง add โชว์ cat ให้เนี่ยซึ่งนั่นเป็นแต่ product นั่ง add โชว์ cat ให้เยอะอุทิศทางเนี่ยซึ่งนั่นเป็นแต่ product นั่ง add โชว์ cat ให้ซึ่งคือยังอัปเดตตลาดยังอัปเดตชูทีไวบอกวิแบนจังโดยซาตาวิจับยอตามอย่าง ID จังปัจจัยนั้นก็วิจับตามอย่าง ID จังนั่นไปยังให้กับวิจังนั่นไปเดี๋ยวยังเสิร์ชวิหนังสไปร์ร็อกปัจจัยนั้นนั่นขนมแคทคุกกี้วิหนังสไปร์ร็อกตามอย่าง ID แต่ขนมหนังจังให้เราไปต่อมาคือยังขอตะเล if else นั้นก็ยังมันได้ข้ามประทามจิตในช่างนั่นเป็นแบบดักนั่งดักโชว์ตะขนองนั่งก็ยังมันเผาตะเลแหละข้ามมวยคือนั่นเป็นแต่ยังจิตอยากบุกtới viên đặc buộc thay mùiยังเคยนั่นเป็นแต่ยังจับยาประดักนั่งหายviên đặc smart tag in cat cookie p
.id នឹងនៅពេលអញ្ចឹងមានន័យថានៅពេលដែលយើងបូកថែមមួយវានឹងបូកថែមមួយអញ្ចឹងនៅពេលលក្ខខណ្ឌបន្ទាប់គឺវានឹងដាក់ដកមួយអញ្ចឹងនៅពេលដែលដកមួយនឹងតម្លៃហ្នឹងគឺវាដកមួយដូចជា8អញ្ចឹងវានឹងដកមួយទៅជា7ហើយក៏វាមួយទៅជា7ដែរអញ្ចឹងយើងដឹងហើយថាអញ្ចឹងយើងឃើញយើងបានដាក់លក្ខខណ្ឌ L អញ្ចឹងណាវានឹងញូប្រហាក់ហ្នឹងហើយដល់ពេលបន្ទាប់គឺយើងនិយាយទៅលើអានេះអញ្ចឹងនៅពេលដែលវានឹងស្របតម្លៃចំនួននឹងចេញមកហើយចំពោះបន្ទាប់វិញគឺយើងនិយាយអំពីការ check out អញ្ចឹងការកន្លែងហ្នឹងគឺការ check out គឺការគ្រប់គ្រងទៅលើប្រព័ន្ធទូទាត់សាច់ប្រាក់និងបញ្ជាទំនិញបញ្ជាការទិញយើងប្រើ function ហ្នឹងមានតួនាទីធំចំនួន3គឺការទាញយកទំនិញពី address របស់យើងនេះហើយបន្តមកគឺការរក្សាទុកការកំងហ្នឹងនៅក្នុង database ហើយមួយទៀតគឺយើងអាចផ្ញើវាចូលទៅកាន់ Telegram មែន notification ចូល Telegram អញ្ចឹងណាហើយឥឡូវយើងអាចមើល process code របស់ខ្ញុំបានត្រួសគឺយើងមានប៉ុណ្ណឹងកន្លែងនេះគឺជាវាថា notification ដែលយើងត្រូវការ add វាចូលទៅកាន់ Telegram គឺវាមាន L ហើយនិង if L ចង់កូដមួយនេះគឺយើងនិយាយទៅលើនៅពេលដែលយើង check out success វានឹងload ឲ្យយើងមិនឃើញអញ្ចឹងណាវានឹង load ការ check out នៅពេលដែលយើងបានកំងអាហ្នឹង success ហើយaddress មួយនេះគឺជា route contact របស់យើងវាបានបញ្ជាក់ទៅលើ name email subject ឬក៏ការ send message ឲ្យយើងអញ្ចឹងណាហើយបន្តមកទៀតគឺយើងនិយាយទៅលើការ register នៅពេលដែលយើង register login account អញ្ចឹងយើងមិនឃើញទេនេះអញ្ចឹងនេះវានឹង login register នេះកន្លែងយើង register គឺវាចាប់ទៅលើ first name last name email ហើយនឹង password អញ្ចឹងនៅពេលកន្លែងនេះគឺយើងបានដាក់លក្ខខណ្ឌវាដាក់ថាកន្លែងនេះគឺជាការ insert database របស់យើងគឺមានការ insert into user អញ្ចឹងហើយដល់ពេលយើងបានដាក់លក្ខខណ្ឌដែរអញ្ចឹងនៅពេលដែលយើងកំណត់ព័ត៌មានមនុស្សដែលមិនបានបំពេញនៅចំណុចណាមួយគឺវានឹងដាក់ឲ្យយើង load នៅព័ត៌មានអញ្ចឹងណាហើយបន្តមកទៀតគឺយើងនិយាយទៅលើ route login យើងបានឃើញហើយមិញហ្នឹងនេះវានឹងឲ្យយើងបំពេញនៅ email ហើយនិង password យើងប្រើ select from user ហ្នឹងដើម្បីនៅពេលដែលយើងដាក់ email មួយនេះគឺយើងបានវានឹងទៅស្វែងរក email មួយហ្នឹងហើយវានឹងធ្វើការ login អញ្ចឹងចាំបើសិនជា email ហ្នឹងខុសក៏វាអត់ដើរដែរឥឡូវយើងចាក់ទៅលុបអានេះមួយឃើញអត់វានឹង load message ប្រាប់យើងដាក់ថា invalid email or password ហើយបន្តមកទៀតគឺជាការ log out របស់យើងហើយនេះគឺជាការ forget password ចឹង process របស់ code របស់ខ្ញុំគឺវាមានលក្ខណៈបែបហ្នឹងចឹងឥឡូវយើងបានចប់នៅការ demo code របស់ខ្ញុំហើយចឹងខ្ញុំសូមអរគុណលោកគ្រូដែលបានមើល code របស់ខ្ញុំពីដើមដល់ចប់សូមជម្រាបលាលោកគ្រូ